spirulina បងប្អូនខ្លះគាត់ឆ្ងល់ថា hope pena del o ហើយបងប្អូនខ្លះទៀតគាត់អង្គុយតាមដានគាត់ថាត្រូវជំងឺអីខ្លះខ្ញុំអត់ចង់ឆ្លើយទេបងប្អូនប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់វិញនៅពេលដែលយល់ហើយបងប្អូនដឹងខ្លួនឯងទេទី1 hope pena del o នៅប្រទេសគេហើយជាពិសេសនៅប្រទេសជប៉ុនឬក៏នៅស្រុកខ្មែរក៏មានដែរសម្រាប់គ្រួសារខ្លះដែលគាត់ដឹងពីការថែទាំសុខភាពមុននឹងហូបអាហារគាត់ហូបបន្លែឬក៏អីបន្តិចសិនដើម្បីឲ្យចូលទៅមុនហើយបន្ទាប់មក4-5នាទីមិនគាត់ចាប់ផ្ដើមហូបបាយហើយជាពិសេសនៅប្រទេសជប៉ុនណាបងប្អូននៅប្រទេសជប៉ុនគាត់ហូបអីបន្តិចសិនដើម្បីឲ្យចូលហើយបានគាត់ពិសាបាយតាមក្រោយព្រោះនៅប្រទេសជប៉ុនហូបបាយដូចអាស៊ីយើងដែរអញ្ចឹងនៅប្រទេសគេហ្នឹងគឺគេកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមនោះច្រើនជាងអ្នកដែលគាត់កើតជំងឺទឹកនោមផ្អែមនោះតិចជាងនៅស្រុកខ្មែរយើងអញ្ចឹងគាត់មានទម្លាប់អញ្ចឹងហើយនៅក្នុងស្រុកខ្មែរយើងក៏មានដែរគ្រួសារខ្លះគាត់ដឹងគាត់មុននឹងពិសាបាយគាត់ហូបបន្លែឬក៏ហូបសាច់អីបន្តិចសិនរាងកាយយើងទទួលយកសារជាតិចិញ្ចឹមនឹងសិនមុននឹងដាក់បាយទៅដើម្បីព្រោះបាយវាជាតិម្សៅឬក៏ជាតិស្ករទេបងប្អូនដែលរាងកាយយើងពេលដែលវាបានជាតិម្សៅឬក៏ជាតិស្ករហ្នឹងគឺជាវាចូលទៅបំពេញអ្វីដែលយើងអត់ពីយប់ឬក៏ពីម្សិលព្រោះពេលយប់ឡើងយើងអត់ហូបអីទេមកយប់រហូតដល់ព្រឹកបានយើងចាប់ផ្ដើមហូបអីហើយបងប្អូនខ្លះហូបអីហ្នឹងគឺបងប្អូនដាក់កាទៀវឬក៏កាហ្វេអីចូលភ្លឹបរាងកាយយើងស្រូបយកអាជាតិស្ករឬជាតិម្សៅហ្នឹងទៅបំពេញភ្លាមនៅអ្វីដែលយើងប្រើអស់ពីយប់អញ្ចឹងវាអត់ល្អទេបងប្អូនអញ្ចឹងបងប្អូនហូបពពួកបន្លែឬក៏ spirulina ហ្នឹង4គ្រាប់សិនហូបហើយមកទុះបងប្អូនហូបបាយចូលទៅវាមាន spirulina រាងកាយយើងស្រូបយកសារជាតិចិញ្ចឹមហ្នឹងយកមកប្រើអញ្ចឹងវាអត់មានជាតិម្សៅឬជាតិស្ករអីទេអ្វីដែលយើងប្រើអស់ពីយប់ហ្នឹងវាអត់បំពេញទេបងប្អូនហើយនៅពេលដែលយើងហូបបាយទៅវាស៊ាំអញ្ចឹងសរុបមកវិញបើសិនជាយើងដឹងពីការថែទាំសុខភាពមុននឹងយកពិសាបាយយើងហូបបន្លែឬក៏ហូប spirulina នឹងសិនដើម្បីឲ្យរាងកាយយើងទទួលសារជាតិចិញ្ចឹមដែលល្អនៅក្នុងនឹងសិនហើយបើយើងហូបបាយហូបអីទៅវាអត់សូវស្រូបអាសារជាតិស្ករពីក្នុងបាយឬក៏ម្សៅកាបូអ៊ីដ្រាតពីក្នុងបាយកាទៀវអីចឹងណាយើងកាត់បន្ថយហានិភ័យជំងឺលើសខ្លាញ់ឬក៏ជំងឺធាត់ឬក៏ជំងឺទឹកនោមផ្អែមបានអាហ្នឹងហូបពេលណាដែលល្អអញ្ចឹង recommend បើសិនជាពេលដែលល្អមុនបាយព្រឹកមុនបាយល្ងាចមុនបាយព្រឹក4គ្រាប់ចឹងទៅមុនបាយល្ងាច4គ្រាប់ចឹងទៅបាទហើយហូបបាន 4-5 នាទីអីចាំយើងហូបបាយទៅរាងកាយយើងស្រូបយកសារជាតិចិញ្ចឹមល្អនៅហ្នឹងហើយខ្ញុំឡែងនិយាយ spirulina នឹងល្អខាងខ្ញុំលក់តែរបស់ល្អទេអញ្ចឹងបងប្អូនខ្លះគាត់ប្រៀបធៀបអីចេះចោះណាបងប្អូនដោយសារ spirulina វាមានពណ៌វាមានពណ៌ខៀវហើយនិងពណ៌បៃតងអញ្ចឹងវាមានពីរពណ៌ហើយ spirulina នេះបើនិយាយពីសាច់គ្រាប់វាពណ៌សម្បុរវាមិនសូវស្អាតទេប៉ុន្តែដោយសារតែវាលាយspirulina ពណ៌ផ្ទៃមេឃនិង spirulina ពណ៌បៃតងវាមានពូជខុសគ្នាអញ្ចឹងនៅក្នុងនោះសារជាតិចិញ្ចឹមសម្បូរបែបណាស់អញ្ចឹង spirulina យើងវាពណ៌សម្បុរវាអត់សូវស្អាតទេដោយសារវាពណ៌បៃតងលាយមួយពណ៌ផ្ទៃមេឃដល់អញ្ចឹងទៅវាចេញទៅជាពណ៌រាងស្ងួតពណ៌រាងវាលាយគ្នាបងប្អូនប៉ុន្តែសារជាតិចិញ្ចឹមនៅក្នុងហ្នឹងសម្បូរបែបដូចបងប្អូនចំណាំសួរថាជួយអីខ្លះ spirulina ហ្នឹងនៅក្នុងក្រុមគ្រួសារខ្លះហូបបាយជាអង្គសម្រូបដើម្បីអីបងប្អូនខ្លះហូបបាយប៉ុន្តែអង្គរបស់គាត់ហ្នឹង7ពណ៌គេមានអង្គ7ពណ៌ដើម្បីសារជាតិចិញ្ចឹមវាទៅតាមពណ៌ប្លែកខុសគ្នាបាទឬក៏បងប្អូនខ្លះគាត់ដាំបាយគាត់លាយជាមួយសណ្ដែកក្រហមបន្តិចទៅសណ្ដែកសបន្តិចទៅសណ្ដែកខៀវបន្តិចទៅសណ្ដែកខ្មៅបន្តិចទៅលាយទៅក្នុងបាយហ្នឹងហូបដើម្បីអីហើយយើងអត់សួរថាញ៉ាំបាយលាយសណ្ដែកហ្នឹងព្យាបាលអីបាទអត់សម្រាប់ព្យាបាលអីទេប៉ុន្តែដើម្បីបំពេញសារជាតិចិញ្ចឹមដើម្បីរាងកាយរបស់គាត់ល្អដើម្បីឲ្យគាត់សុខភាពល្អបាទបងប្អូនខ្លះហូបបាយអញ្ចឹងមកពេលរបស់គាត់មានបន្លែពណ៌បៃតងមានបន្លែពណ៌ស្វាយពណ៌ក្រហមពណ៌ទឹកក្រូចមានការ៉ុតមានអីឆ្លាស់ពណ៌គ្នាឬក៏ផ្លែឈើខ្លះមានចម្រុះពណ៌គាត់ហូបទទួលទានគ្រប់ពណ៌ដើម្បីឲ្យរាងកាយរបស់គាត់មានសារជាតិចិញ្ចឹមគ្រប់
សម្រាប់បងប្អូនដែលស្រឡាញ់សុខភាពហើយយល់ពីការថែទាំសុខភាពអញ្ចឹងបងប្អូនអត់អាចសួរគាត់ថាញ៉ាំផ្លែឈើដែលមានពណ៌ចម្រុះអញ្ចឹងដើម្បីព្យាបាលអីអានេះដូចគ្នាអញ្ចឹងណាបងប្អូនគេមិនសម្រាប់ព្យាបាលអីទេសម្រាប់ឲ្យរាងកាយរបស់គាត់ទទួលបានសារជាតិចិញ្ចឹមគ្រប់ហើយបានទទួលបានសុខភាពល្អនៅពេលដែលគាត់សុខភាពល្អពីមុនគាត់មានជំងឺអីខ្លះឬក៏ពេលខ្លះគាត់មិនមានជំងឺអីទេគាត់ហូបដើម្បីឲ្យរាងកាយគាត់ល្អមិនចាំបាច់ឈឺទោះជាគាត់ឈឺក៏គាត់សុខភាពល្អរាងកាយរបស់គាត់ជួសជុលខ្លួនឯងរឹងមាំខ្លួនឯងព្យាបាលខ្លួនឯងដែលកាត់បន្ថយពីជំងឺផ្សេងបងប្អូនខ្លះអត់យល់ពីការថែទាំអញ្ចឹងទេអង្គុយចាំមើលព្យាបាលអីរកអាណាមនេះព្យាបាលអីឧទាហរណ៍ខ្លះបងប្អូនខ្លះទឹកនោមផ្អែមហើយយូរខ្សោយតរងនោមខូចតរងនោមហើយគាត់អង្គុយរមើលថ្នាំតរងនោមរត់ថ្នាំតរងនោមយកមកប្រើអត់បានផលទេដោយសារអីទឹកនោមផ្អែមរបស់គាត់នៅតែវាយប្រហារដដែលហើយគាត់ទៅរកថ្នាំតរងនោមអត់បានផលទេពួកអីពួកគាត់មិនដឹងពីការថែទាំសុខភាពអត់យល់អញ្ចឹងបងប្អូនត្រូវឲ្យល្អទាំងស្រុងដូចបងប្អូនខ្លះហូបបាយមានចម្រុះពណ៌មានអីចឹងវាល្អទៅទាំងស្រុងទាំងសុខភាពរឹងមាំហាត់ប្រាណបានល្អសម្រានបានល្អអាហារចំណីអាហាររបស់គាត់ល្អគឺគាត់អត់ងាយឈឺទេហើយបើឈឺក៏ជំងឺនឹងវាយប្រហារគាត់ឲ្យគាត់ទ្រុឌទ្រោមអីដូចបងប្អូនខ្លះអង្គុយចាំមើលត្រូវអីទេបាទសង្ឃឹមថាបងប្អូនយល់ណាបាទអញ្ចឹងវិលមក Spirona នេះញ៉ាំ Spirona ដើម្បីអីព្យាបាលអីដោយសារ Spirona នេះវាមានពូជ Spirona វាមានពណ៌បៃតងនិងពណ៌ខៀវ Spirona ខ្លះមានតែពណ៌ខៀវទេ Spirona ខ្លះក៏មានតែពណ៌បៃតងទេអញ្ចឹងវាផ្ដល់សារជាតិចិញ្ចឹមសម្បូរបែបហើយវាសម្បូរហើយល្អហើយប៉ុន្តែបើសិនជាវាបានទាំងព្រមវាដូចយើងញ៉ាំបាយមានចម្រុះពណ៌វាកាន់តែល្អលើសនឹងទៀតដូចខ្ញុំឯងនិយាយថាខាងខ្ញុំយកតែរបស់ល្អមកលក់ទេរបស់ល្អហ្នឹងមិនដោយសារវាផ្ដល់សារជាតិចិញ្ចឹមគ្រប់វាមាន Spirona ទាំងពណ៌បៃតងហើយនិងពណ៌ខៀវនៅក្នុងហ្នឹងមិនគ្នាគ្រាប់វាមិនសូវស្អាតទេដោយសារតែវាមិនពណ៌អញ្ចឹងវាមិនសូវស្រស់ហើយវានឹងស្ងួតហើយវាលាយពណ៌អញ្ចឹងបងប្អូនដែលហូបទទួលបានសារជាតិចិញ្ចឹមគ្រប់អាមួយសម្បូរបែបហើយអាមួយទៀតសម្បូរបែបហើយពីពណ៌ហ្នឹងបញ្ចូលគ្នាគឺកាន់តែសម្បូរបែបទៀតអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបំពេញសារជាតិចិញ្ចឹមប្រចាំថ្ងៃពេលខ្លះយើងខ្ជិលដែរបន្លែផ្លែឈើគ្រប់ពណ៌ប្រចាំថ្ងៃអង្គគ្រប់ពណ៌ប្រចាំថ្ងៃសណ្តែកគ្រប់ពណ៌ប្រចាំថ្ងៃពេលខ្លះយើងខ្ជិលដែរបងប្អូនអញ្ចឹង Spirona ហ្នឹងមក4ព្រឹក4ល្ងាច4មានសារជាតិចិញ្ចឹមច្រើនជួយឲ្យបងប្អូនសុខភាពល្អនៅពេលដែលបងប្អូនសុខភាពល្អរាងកាយបងប្អូនរឹងមាំបងប្អូនអត់ងាយឈឺទេហើយបើបងប្អូនឈឺរាងកាយបងប្អូនរឹងមាំហើយក៏វាជួសជុលខ្លួនឯងព្យាបាលខ្លួនឯងនិងពង្រឹងខ្លួនឯងអត់ងាយទ្រុឌទ្រោមអត់ងាយឈឺនិងជួយកាត់បន្ថយជំងឺបងប្អូនហើយជាពិសេសអ្នកដែលគាត់ជំងឺរ៉ាំរ៉ៃប្រចាំថ្ងៃគាត់ឧស្សាហ៍ចូលពេទ្យច្រើនឧស្សាហ៍វិលមុខឧស្សាហ៍កោសខ្យល់ឧស្សាហ៍ធីងធងអត់សូវមានកម្លាំងកំហែងញ៉ាំ Spirona នេះគឺល្អមែនទែនខ្ញុំទទួល feedback ច្រើនបងប្អូនព្រោះដោយសារតែខ្ញុំមិនចូលចិត្តបើកចំហfeedback របស់អតិថិជនប្រាប់អ្នកដទៃទេព្រោះគឺអាត់កំបាំងជំងឺរបស់ភ្ញៀវគឺអាត់កំបាំងអ្នកដទៃណាអញ្ចឹងមិនងាយយើងបើកចំហភ្ញៀវនេះត្រូវអីភ្ញៀវនេះបាត់អីទេបាទគាត់ថាខ្ញុំទទួលបាន feedback ច្រើនបងប្អូនខ្លះគាត់ចំណាំមើលគាត់ហូបបានមួយខែគាត់មើលកញ្ចក់របស់គាត់រៀងរឹងជាងមុនសក់របស់គាត់កាត់បន្ថយជ្រុះជាងមុនស្បែកសាច់របស់គាត់ល្អជាងមុនគាត់សន្និដ្ឋានណាគាត់សន្និដ្ឋានថាកញ្ចក់ល្អជាងមុនបានន័យថាឆ្អឹងរបស់គាត់នឹងក៏រឹងមាំជាងមុនដែរធ្មេញរបស់គាត់នឹងសក់ជាប់ជាងមុនបានន័យថាសារជាតិចិញ្ចឹមពពួកវីតាមីន B ហ្នឹងក៏ល្អដែរដើម្បីសារចិញ្ចឹមស្អីផ្សេងភ្នែកខួរក្បាលអីហ្នឹងក៏វាត្រូវការដែរអញ្ចឹងគាត់មើលស្បែកសាច់របស់គាត់ល្អជាងមុនវាឡើងក្រហមជាងមុនកាត់បន្ថយអាការស្លេកស្លាំងឈាមសស៊ីឈាមក្រហមឬក៏ខ្វះគ្រាប់ឈាមក្រហមអីហ្នឹងមើលតែស្បែកសាច់ឈាមនឹងនេះភ្នែកទៅដឹងដល់ពេលដែលគាត់ប្រើចាប់ពី1ខែ2ខែឡើងទៅអញ្ចឹងគាត់សន្និដ្ឋានថា
riêng cái bỏ con lo chừng môn tràn là về để hộp tới sạch chiêm sau đó bỏ ọt xong nâng sạch chiêm nẹ chùm ngư của nẹ chứ bay sạch về khác nhưng cái lê tới đăng bóng ổn miên cầm lăng ổn miên cầm lăng bay sạch qua xa chiên châm bay sạch để chư nhưng mơ tới đằng chẳng là về để con hộp mặc hai chiên pi khai bay khai lăng tới vì cái prai tràn bóng ổn khác còn chư xả lạ ram ray chẳng con sport ấy tới khoa từng xả lạ khoa ấy con hộp tới là chui cắt và thôi bánh hà nó cònจับอารมณ์ภายในเสียงตีดก็ทูภายในนั่นก็จับอารมณ์ภายในเสียงตีดปัวการจังจำดอสาจีนจำจานดอเรียงกายวีลอสังกรุบหมกบอกอ่อนแต่งภายในแต่งคลามบอกว่าแต่งสูดแต่งกับเปียปูเวียนแต่งหลุมเปงแต่งกัดปะทอยอาซิดสกอคลังหลุมนึงสาจีนจำช่วยครัวขบาช่วยกาจองจำช่วยสมกาสำรานบอกว่าบานละอจึงมนhay cà chong ở rom từ thưa ca hát pran của ở sâu ở cùng lăng dân thứ hay sầm rạp bóng ôn đèn coi chạm mờ trâu ấy nhưng cái thả bóng ôn là phải để bóng ôn mờ video đừng hay sừng khâm thả bóng ôn dồn được trong cả thái tom sau của phíp mình chạm bạch trâu ấy chi bá ấy gì cả thái tom sau của phíp cứ chọn ở bóng ôn rừng mom tàng prong tàng o tàng ca sầm ran tàng chấm này ha tàng ca hát pran tàu prom kia bản bóng ônสกปรกละให้เราไปเลยบางปอนสกปรกละบางปอนอาศัยชื่อเต้เรียงกายยังหนึ่งกัดปะทอยหนึ่งจุดจุดไอบางปอนเอาละจังมนจานมันจะบัดเชียตานี้ออดอันนี้เชียตานี้ออดอันนี้บ่าจังสปีโรน้ำมากระปองนี้มีปรามโรยกรอบบางปอนหกบานปีไข่บานออกบางปอนหกปรึกบุญหรืองี้บุญตื่นแต่ลายเวียดตาดอกเป็นเปอร์ดอลลาร์เต้แต่บางปอนจะปีจะไหนเนี่ยบางปอนปี3 บุญประจอบนซ้ำมาไพ่ผมใบประจอบผมมวยรีแล้วบางปอนโปรโมชั่นนั้นยังในอันยุ้ยบางปอนบัดโปรโมชั่นยังไงโดยซาสปีโรนามาเจมคราววีไทยดักวินเลยหนึ่งบ่าแต่บางปอนจะใบก็แต่ซ้ำใบยี่จอกจรานะใบบางปอนเขาบานกะลัดชั้นบ่าแต่ซ้ำสับผมใบดอลลาร์ตี